បាទសួស្តីបងប្អូនដែលចូលចិត្តតែទស្សនានៅវីដេអូសុខភាពក្នុង Channel របស់ខ្ញុំថ្ងៃនេះក្នុងវីដេអូមួយនេះខ្ញុំនឹងលើកយកនៅគុណប្រយោជន៍របស់ដើមញើដែលយើងរាល់គ្នាអ្នកខ្លះក៏បានដឹងអ្នកខ្លះក៏មិនទាន់បានដឹងច្បាស់អញ្ចឹងខ្ញុំនឹងលើកមកបន្ថែមបញ្ជាក់ដើម្បីឲ្យបងប្អូនយល់កាន់តែច្បាស់ពីអត្ថប្រយោជន៍ដើមញើនៅក្នុងឱសថថ្នាំព្យាបាលនិងសម្រាប់សុខភាពបាទដើមញើហ្នឹងគឺប្រភេទជារុក្ខជាតិផ្លែមូលបាទផ្លែមូលទ្រវែងហើយមានពកដូចជាម្នាស់យ៉ាងចឹងដែរប៉ុន្តែគ្រាន់តែវាប្រភេទមូលប៉ុនមេដៃប៉ុនមេជើងបាទហើយអាចធំដល់ប៉ុនកដៃក៏មានព្រោះផ្លែវាអាចមានទំហំធំតាមការស្រាវជ្រាវនោះគឺយោងតាមទស្សនៈរបស់អ្នកស្រាវជ្រាវអំពីប្រវត្តិអំពីប្រជាជាតិនិងវិទ្យាសាស្ត្របុរាណពិតជាមានសារៈសំខាន់មានលក្ខណៈវិទ្យាសាស្ត្រនិងហ្មត់ចត់ទៀតផងហើយការស្រាវជ្រាវទាំងនោះពិតជាចាំបាច់ព្រោះថាបច្ចុប្បន្ននេះមានប្រមាណជា 60% ហើយបាទនៃឱសថមានប្រភពមកពីធម្មជាតិទោះបីជាមានការខិតខំប្រឹងប្រែងស្រាវជ្រាវពីវាស្នាដៃស្រាវជ្រាវពីឱសថបុរាណនៅហាវ៉ៃនៅតែអះអាងថាសមាសធាតុសារធាតុផ្សំចម្បងនិងប្រសិទ្ធភាពរបស់ដើមញនៅតែជាប្រយោជន៍ដ៏អាចកំបាំងនៅឡើយបាទហើយដើមញនឹងមានឈ្មោះតាមវិទ្យាសាស្ត្រគេហៅថា Morinda citriflorea បាទគឺជារុក្ខជាតិស្ថិតក្នុងចំណោមថ្នាក់មានសារធាតុសំខាន់លំដាប់លេខ2ក្នុងចំណោមរុក្ខជាតិឱសថទាំងអស់មនុស្សបានប្រើប្រាស់វានៅសមាសធាតុរួមទាំងអស់ដែលមានដើមឬស្លឹកផ្កានិងផ្លែដើម្បីព្យាបាលជំងឺហើយមានជិត50រូបមន្តព្យាបាលជំងឺផ្សេងគ្នាដែលប្រើប្រាស់ញើធ្វើជាសមាសធាតុផ្សំដ៏សំខាន់ទៀតផងបាទហើយក្នុងប្រវត្តិសាស្ត្រមនុស្សជាតិធ្លាប់រំលឹកពីការរស់រានមានជីវិតរបស់មនុស្សដែលបានស៊ីផ្លែញើនៅពេលប្រឈមមុខជាមួយគ្រោះថ្នាក់អត់ឃ្លាននិងជំងឺសង្កាត់ផ្សេងដើមញើនេះដុះឡើងខៀវស្រងាត់ក្បែរមាត់សមុទ្រក្នុងកម្រិតខ្ពស់ជាង300ម៉ែត្របើប្រៀបធៀបទៅនឹងផ្ទៃដីសមុទ្រតំបន់ដែលជាកំអែលភ្នំភ្លើងចាស់គឺជាកន្លែងដែលផ្ដល់ការរីកលូតលាស់ដ៏ល្អប្រសើរបំផុតដល់ដើមញើដូច្នេះហើយគឺដូចជាដើមញើនឹងនៅក្នុងដីប្រទេសកម្ពុជាយើងនឹងគឺជាភេទដីឆ្នេរសមុទ្រអញ្ចឹងក៏សម្បូរដែរគឺប្រទេសកម្ពុជាក៏សម្បូរដើមញើដែរគឺតំបន់អាស៊ីនេះហើយនឹងដើមញមានដើមដុះត្រង់ស្លឹកធំមានផ្កាមានផ្លែបាទដើមញនេះពណ៌លឿងមានវិជ្ជមាត្រទំហំវាបងប្អូន12សង់ទីម៉ែត្រគឺរាងធំគួរសមដែរ12សង់ទីម៉ែត្រវាអាចនឹងប៉ុនក្តឹបដូងបាទមិនក្តឹបដូងទេប៉ុនផ្លែក្រូចពោធិ៍សាត់យើងអាចផ្លែក្រូចពោធិ៍សាត់និងប្រភេទកដាលនៃក្រូចថ្លុងបាទគឺ12សង់ទីម៉ែត្រហ្នឹងគឺរាងធំគួរសមហើយផ្លែញើនេះពេលទុំមានក្លិនពិបាកនិងហិតបន្តិចនិងគួរឲ្យចង់ក្អួតបាទគឺធំក្លិនដូចផ្អួនិយាយទៅគឺបើយើងបានហិតផ្ទាល់គឺអាចដឹងយល់អារម្មណ៍ថាគួរតែមានក្លិនបែបម៉េចបាទហើយចលនាប្រើផ្លែញើដើម្បីព្យាបាលជំងឺបានទុះឡើងនៅអាមេរិកខាងជើងចាប់ពីឆ្នាំ1992នៅពេលដែលវិជ្ជបណ្ឌិតម្នាក់ប្រើផ្លែញើក្នុងការព្យាបាលរោគមហារីកសូដន់ឲ្យប្រពន្ធរបស់ខ្លួននិងទទួលបាននូវលទ្ធផលដ៏គួរឲ្យភ្ញាក់ផ្អើលចាប់ពីពេលនោះមកគ្រូពេទ្យរូបនេះបានចលនាមនុស្សរាប់គ្នាឲ្យដាំដើមញើបាទគឺបំផុសបំផុលឲ្យប្រជាជនទាំងអស់ដកដាំញើដើម្បីជាប្រយោជន៍ក្នុងការព្យាបាលជំងឺនិងសម្រាប់ធ្វើការនាំចេញថែមទៀតផងហើយផ្លែញើត្រូវបានគេសម្ងួតកិនជាម្សៅនិងច្រកជាគ្រាប់ capsule បាទគឺគ្រាប់មូលហ្នឹងអាស្រោបវែងមូលហ្នឹងហៅគ្រាប់ capsule ប្រើប្រាស់យ៉ាងទូលំទូលាយនៅអាមេរិកនិងកាណាដាប្រសិទ្ធភាពផ្នែកឱសថសាស្ត្រនៃផ្លែញើមានការស្មុគស្មាញនិងនៅមានអាចកំបាំងនៅឡើយទេព្រោះគេមិនទាន់បានស្រាវជ្រាវបាន 100% នៅឡើយទេតាមរបាយការណ៍ប្រចាំឆ្នាំរបស់សមាគមសិក្សាពីរោគមហារីកអាមេរិកនាខែឧសភាឆ្នាំ1992បានឲ្យដឹងថាកណ្ដាលកើតរោគ
មហារាជសួតយ៉ាងធ្ងន់ធ្ងរអាចមានជីវិតរស់នៅបានយូរជាងមនុស្សបានយូរជាងមុនការបើឲ្យវាស៊ីផ្លាញើឯកសារចាស់មួយនៃទស្សនាវដ្តីវិទ្យាសាស្ត្រមហាសមុទ្រប៉ាស៊ីហ្វិកបានបង្ហាញថាញើមានប្រសិទ្ធភាពទៅលើប៉ារ៉ាស៊ីត Bacteria M Polygen E coli Aeruginosa បាទអានបន្តិចបាទភាសាគឺខ្ញុំមិនសូវជំនាញដែរថ្មីនេះការស្រាវជ្រាវរបស់មហាវិទ្យាល័យ Hawaii បានបង្ហាញឲ្យឃើញថាមានប្រសិទ្ធភាពផ្នែក clinic យ៉ាងល្អប្រសើរសម្រាប់ជំងឺលើសឈាមចុកពោះយ៉ាងខ្លាំងរលាកមហារីកក្រពះរោគឆាប់ចាស់មហារីកសូដននិងមហារីករ៉េទីណាបណ្ឌិតJosephជំនាញការរបស់ FDA បាទស្ថាប័នគ្រប់គ្រងម្ហូបអាហារនៅអសតស្ថានអាមេរិកហ្នឹងបានឲ្យដឹងថាញើមានប្រសិទ្ធភាពរារាំងដល់ការលុបលុយរបស់បាក់តេរីនិងវីរុសបន្ថយការឈឺចាប់និងធ្វើឲ្យស្ងប់អារម្មណ៍ឆ្នាំ1993ក្រុមស្រាវជ្រាវនៅមហាវិទ្យាល័យកែវប្រទេសជប៉ុនបានចម្រាញ់ចេញនៅសារជាតិអន្តរាខ្វីណុនពីផ្លែញើមានប្រសិទ្ធភាពបន្ថយនៅចំនួនកោសិកាក្នុងរោគមហារីកKSNOK បាទការស្រាវជ្រាវកំពុងបន្តទៀតក្នុងអាការៈយកចិត្តទុកដាក់ទន្ទឹមនឹងនោះដើមញើបានក្លាយជារុក្ខជាតិឧស្សាហកម្មដ៏ល្បីល្បាញរបស់អ្នកនៅហាវ៉ៃដើមឈើថ្មីនេះកំពុងត្រូវគេដាំឆ្លាស់គ្នាជាមួយនឹងរុក្ខជាតិឧស្សាហកម្មដទៃទៀតអ្នករស់នៅហាវ៉ៃបានល្បីល្បាញឡើងដោយសារដើមញើបាទឥឡូវយើងចូលមកប្រសិទ្ធភាពនៃអសតសាស្ត្រនៃដើមញើម្ដងការស្រាវជ្រាវទាំងឡាយបានចាប់ផ្ដើមនៅឆ្នាំ1972សម្ដៅស្វែងយល់ពីប្រសិទ្ធភាពអសតសាស្ត្រនៃសារធាតុបំចម្បងរបស់ដើមញើផលដែលទទួលបានបង្កឲ្យមានការចាប់អារម្មណ៍ពីសំណាក់មជ្ឈដ្ឋាននៃឯកទេសតែការវិភាគពីសមាសធាតុរបស់ដើមញើឲ្យបានល្អិតល្អន់គេនៅត្រូវការពេលវេលាជាច្រើនទៀតសារធាតុចម្បងរបស់វាមិនទាន់បានប្រកាសថាស្ថិតក្នុងដើមឬក្នុងផ្លែហើយពេលខ្លះតតែយកទៅស្ងោរឬត្រាំស្រាទៅដឹងសមាសធាតុដែលគេចាប់អារម្មណ៍បំផុតគឺប្រភេទ alkaloid ដែលមានឈ្មោះថា serotonin ដូចគ្នានឹងសារធាតុដែលគេស្រាវជ្រាវឃើញក្នុងផ្លែម្នាស់ម្យ៉ាងទៀតក្នុងដើមញើមានអង់ស៊ីមម្យ៉ាងដែលពេលវាធ្វើសកម្មភាពនឹងបង្កើតចេញនៅ serotonin bi proxeronin ប្រសិទ្ធភាពដែលគេធ្លាប់ដឹងពី serotonin គឺវាសម្របសម្រួលរចនាសម្ព័ន្ធនិងទម្រង់ម៉ូលេគុលនៃប្រូតេអ៊ីនពិសេសមួយចំនួនក្នុងសរីរាង្គម្យ៉ាងទៀតការស្រាវជ្រាវផ្សេងទៀតក៏បានបង្ហាញថាមើមយិនសិននិងញើអាចជួយឲ្យកោសិកាសរសៃប្រសាទឆ្លើយតបបានល្អប្រសើរជាមួយនឹងសារធាតុបន្ថយការឈឺចាប់ endogenous ដែលគេស្គាល់តាំងពីយូរគឺ endorphin បាទនិយាយជារួមក្រៅពីប្រសិទ្ធភាពរួមដូច alkaloid ញើនៅមានជួយបំពេញសុខភាពដល់ការពារជំងឺសរសៃប្រសាទបេះដូងជាដើមម្សៅញើកំពុងត្រូវគេប្រើយ៉ាងទូលំទូលាយនៅអាមេរិកខាងជើងសម្រាប់បំពេញសុខភាពការពារជំងឺសង្កាត់ផ្សេងបាទនេះគឺជាអត្ថប្រយោជន៍និងការលើកឡើងពីប្រសិទ្ធភាពរបស់ផ្លែញើនិងដើមញើបាទហើយឥឡូវបច្ចុប្បន្ននេះក៏យើងមានឃើញឱសថបុរាណឬក៏ឱសថអាហារបំពន់ផ្សេងរបស់សហរដ្ឋអាមេរិកហ្នឹងគឺបានផលិតចេញពីដើមញើនេះផងដែរជាពិសេសគឺផ្លែញើដូចថាទឹកញើឬក៏ថ្នាំបំពន់សុខភាពព្យាបាលជំងឺកាពះអីចឹងនូនីជាអញ្ចឹងគឺប្រភេទជាចម្រាញ់ចេញពីដើមញើទាំងអស់បាទនេះហើយគឺជាអត្ថប្រយោជន៍នៃដើមញើបងប្អូនអាចសិក្សាបន្ថែមនៅក្នុងនេះបានហើយឥឡូវក្នុងវីដេអូនេះគឺសូមបញ្ចប់តែត្រឹមនេះនៅក្នុងវីដេអូវគ្គក្រោយខ្ញុំនឹងលើកយកនៅប្រសិទ្ធភាពផ្លែឈើក៏ដូចជារុក្ខជាតិផ្សេងទៀតដើម្បីបងប្អូនបានដឹងជាចំណេះដឹងនិងទុកយកមកប្រើការនៅពេលដែលបងប្អូនមានបញ្ហាឈឺថ្កាត់ឬក៏អាចយកមកធ្វើជាឱសថសម្រាប់បំពេញសុខភាពផងដែរបាទសូមអរគុណហើយសូមជម្រាបលា